ចំណុចល្អទាំង5យ៉ាងរបស់កណាត់អនាម័យស្ត្រីចឹងទី1គឺវាទុនកណាត់ដែលយើងយកមកប្រើហ្នឹងគឺកណាត់កបាសដែលយើងរកបាននៅក្នុងស្រុកហើយវាជាពណ៌ធម្មជាតិវាអត់មានជាតិគីមីអីទេចឹងពេលដែលបងប្អូនគាត់ប្រើទៅគឺវាអត់មានស្គៀបអត់មានរមាស់អត់មានអីទាំងអស់ជាពិសេសពេលដែលយើងចិត្តអស់រដូវហ្នឹងយើងអាចពាក់កណាត់ទៅព្រោះកណាត់នេះយើងពាក់យូរប៉ុណ្ណាក៏បានដែរវាអត់មានប៉ះពាល់អីទេទី2គឺបោកបានអញ្ចឹងមានន័យថាពេលដែលបងប្អូនប្រើហើយយើងអាចបោកវាឡើងវិញបានដោយត្រាំទឹកបោកនឹងសាប៊ូដូចទឹកខោក្នុងយើងអញ្ចឹងហើយយើងពូតឲ្យអស់សាប៊ូឲ្យអស់ទឹកហើយស្ងួតទុកកន្លែងស្អាតជាការស្រេចទី3គឺសុខភាពជាចម្បងអញ្ចឹងការដែលយើងប្រើរបស់ដែលអត់មានជាតិគីមីអញ្ចឹងនៅក្នុងរយៈពេលយូរទៅគឺវាដើម្បីសុខភាពស្បូនរបស់យើងនឹងឯងទី4គឺសន្សំសំចៃចឹងការប្រើប្រាស់កណាត់ស្ត្រីនេះអ្នកនរគ្នាអាចប្រើហើយបោកឡើងវិញបានដល់ទៅ2ឆ្នាំនិយាយទៅសរុបលុយទៅគឺដឹងតែចំណេញហើយបើចង់រត់តែចំណេញណាតាមពិតខ្ញុំចង់ប្រាប់ថាអ្នកគ្នាអាចដេរវាដោយខ្លួនឯងបានទៀតទី5គឺនៅពេលដែលអ្នកនរគ្នាទិញហ្នឹងណាតាមពិតចំណូលហ្នឹងគឺមកបានមកភាគបានទៅស្ត្រីដែលគាត់ដេរហើយមកភាគទូចទៀតគឺយើងអាចថារាប់បញ្ចូលដាក់ចូលទៅក្នុងពេលដែលយើងត្រូវទៅបរៀនឬមួយក៏ក្មេងស្រីដែលយើងបរៀនហ្នឹងគាត់ត្រូវការកណាត់ជាដើមហ្នឹងគឺយើងតែងតែព្យាយាមប្រម៉ែប្រមូលធ្វើម៉េចទៅអាចឲ្យគាត់បានប្រើនៅកណាត់ទាំងអស់ហ្នឹងហើយក៏ចង់ឆ្លងកាសអរគុណដល់មិត្តនារីដែលតែងតែជួយទិញហើយត្រឡប់មកទិញថែមហើយខ្ញុំក៏ចង់ឲ្យមិត្តនារីផ្សេងទៀតគាត់បានសាកប្រើដែរអរគុណ